បាទសូមគោរពជម្រាបសួរលោកឪពុកអ្នកម្ដាយបងប្អូនយើងទាំងអស់គ្នាឥឡូវជួបគ្នាសារជាថ្មីជាមួយនឹងក្មួយស្រីចាងច័ន្ទតារាវតីនៅលើទឹកដីបាត់ដំបងចាលោកគ្រូបាទហើយថ្ងៃនេះគឺបានមានកិត្តិយសណាស់មែនបងតកែគូគីបានជំរាបសួរម្ដងទៀតបងឧបត្ថម្ភអ្នកភេជ្ជៈឧបត្ថម្ភនំអីណាហើយបានមកដល់គេអដ្ឋានរបស់ខ្ញុំបាទដេករៀនបងប្អូនបាទហើយអញ្ចឹងបាទចាហ្នឹងហើយអញ្ចឹងដើម្បីគេហៅថានេះបេដងម្ដងទៀតបាទមិនដងទៀតមកអត់មានម្ដងទេយកហើយអានេះថាយកហើយអត់មានទេតអញ្ចឹងបាទអញ្ចឹងចាបងប្អូនអញ្ជើញក្មួយចាងច័ន្ទតារាវតីគាត់បានគេងស្នាក់នៅបាត់ដំបងអញ្ចឹងទៅចង់ថាឲ្យអាតីនឹងជួយបង្ហើសំនៀងបាន2 3 4បទណាចាដោយសារតដូវបៃតងចាលោកគ្រូមិនឥឡូវបែកញើសពេញក៏ពោតយើងអង្គុយចិត្តស្រីស្អាតអញ្ចឹងបាទយើងបាច់ញើសអៀនមនុស្សអៀនទៅពេញកន្លោះអូចាលោកគ្រូឆ្នាំនេះ8 10គុត8 10គុតតែសមហ៎លោកគ្រូ8 10សមហ៎មិននិយាយត្រង់មើលបាត់ស្លាប់បាត់រស់កូននិយាយទៅយកចាញ់ណាចម្លើយល្អដល់យើងlimit IQ អញ្ចឹងចាបងប្អូននឹងមានគេហៅថាឲ្យច័ន្ទតារាវតីក្មួយគាត់ច្រៀងបទតាមសំណូមពររបស់ខ្ញុំខ្លះអូនកាខ្លះហើយនឹងបងឌីម្ចាស់ Channel ឌីពិសីចាបងឌីមកនេះមកច្រៀងដែរឬមកក៏មិនដែរបងមកលំអទេគាត់លំអយើងពីរនាក់ដូចស្លឹកឈើអញ្ចឹងហើយនេះបុប្ផាធម្មតាបងប្អូនបុប្ផាកាលណាបើមានតែបុប្ផាអត់ស្លឹកឈើគឺអត់មានខ្លឹមសារទេអត់ស្អាតហ្មងគ្រូដែលមើលរឿងទិនពីបាទលោកគ្រូដែលមើលរឿងទិនពីមិនទៅអាឈុតមួយដែលរឿងនេះនិស្សិតដាច់សង្ខារបាទគេថាស្រីស្អាតតតែមានអ្នកអាក្រក់នៅចិត្តត្រូវបាទចង់វាយនិយាយចង់រៃថាម៉េចចាបងនេះកាន់នេះហ្មងខ្ញុំកាន់មួយហ្នឹងហើយបាទអញ្ចឹងស្រីស្អាតតមានអ្នកអាក្រក់នៅចិត្តបាទចឹងគាត់ស្អាតដោយសារមនុស្សអាក្រក់គេថាគេមើលមកព្រោះថាយើងស្អាតទាំងអស់គ្នាគេឃើញថាអត់ស្អាតទេធម្មតាប៉ុន្តែបើសិនបើមានអ្នកស្អាតខ្លះអត់ខ្លះឃើញថាពួកគាត់មកចេញមកលេចធ្លោហ្មងបាទដូចផ្កាលោកគ្រូនិយាយមិញអញ្ចឹងហ្នឹងហើយគេថាស្លឹកវាខុសពីផ្កាផ្កាវាស្អាតវាក៏អមកំពុំអីចឹងទៅឃើញអ្នកគឺចង់បានតែផ្កាទេហ្នឹងហើយទ្រឹស្ដីបងឯងនិយាយមួយម៉ាត់នេះដូចខ្ញុំសូត្រថ10ឆ្នាំអញ្ចឹងបងមានន័យណាស់មកនេះមិនដែរពេលដែលជួបវតីជាលើកគេជាលើកទី3ឯណោះបងបាទឃើញវតីប្លែកមិនដែរលើកសាជាថ្មីនេះវតីមកជើងនេះគឺឃើញថាធំមានសាច់មានឈាមបាទពេញរូបមានរាងឡើងគីឡូជាងមុនណែលោកបាទហ្នឹងឃើញកាន់តែដូចទៅនេះដូចណាគេដូចខ្ញុំទៀតឡើងអត់ទេនិយាយតាមត្រង់ទៅដូចលោកយាយរស់សេរីសុធានិយាយចំទៅបាទហើយបាទហើយមួយទៀតដូចមួយទៀតដូចគេហៅថាខ្មែរជំនាន់ដើមខ្មែរជំនាន់ដើមបាទខ្មែរជំនាន់ដើមបងប្អូនមើលតែមុខគាត់ទៅដឹងហើយបាទមិនចាំបាច់ទៅរកណាឆ្ងាយទេបាទគឺសម្បល់ខ្មៅស្អែមគេហៅស្អែមមិនខ្មៅងងឹតខ្មៅស្រស់បាទមិនខ្មៅងឹតទេណាខ្មៅស្រស់បងប្អូនអញ្ចឹងយើងចេះតែធ្វើវីដេអូអាប់ដេតអតីមួយខែ2ខែជួបគាត់ម្ដងអីតាមរយៈចឹងចង់ថាតើការរីកចម្រើនទាំងសម្រស់ទាំងសម្លេងរបស់គាត់ជួនកាលសម្រាប់វ័យរបស់គាត់សាច់ឈាមប្លែកតែសម្លេងរបស់គាត់យ៉ាងម៉េចដែរណាយ៉ាងណាយ៉ាងនេះអញ្ចឹងបងប្អូនចាំមើលស្ដាប់សម្លេងគាត់ច្រៀងមើលថាយ៉ាងណាយ៉ាងនេះហើយខ្ញុំមានបទសំណប់ចិត្តខ្ញុំខ្លះដែលត្រូវសំណូមពរអតីច្រៀងហើយបងឌីខ្លះហើយអូនកាខ្លះណាតោះឥឡូវចេះអូនកាបទទី1ឥឡូវអូនកាចង់ស្ដាប់អតីច្រៀងបទអីដែលសម្រាប់នាងខ្ញុំដែលចូលចិត្តវតីច្រៀងជាងគេមុននឹងដូចលឺវតីគាត់គេហៅគេនេះធ្ងោបត់បត់គេបត់ដំបងគេធ្ងោរបៀបរបៀបពោលហ្នឹងហើយអានេះអាគេបាត់ការរីកលើមេណូមែនទេអត់ទេអានឹងបាត់រីកលើឯងដល់ជុំណែអាហ្នឹងចំណុចជើងអីកូនចម្រៀងទៀវឯងអាហ្នឹងហៅធ្ងោអូកាក៏ចូលចិត្តខ្ញុំពេលខ្លះខ្ញុំរហូតនឹកអត់តន់ដល់ភូមិទៅណានេះបន្តចាបាទគាត់ចូលចិត្តធ្ងោអត់ធ្ងោកលួចណាបាទអូនបាទឥឡូវបតីបទទី1ហ្នឹងមានសុំបទទី2ដែលសាញ់ចេះបទមួយទៀតវតីត្រូវប្រើសំឡេងខ្លាំងគេហៅថាប្រើដង្ហើមខ្លាំងណាអញ្ចឹងចង់ឲ្យវតីបកស្រាយជាមួយនឹងបទដែលប្រើដង្ហើមខ្លាំងមុនទៅហើយបន្ទាប់មកចាំបទទី2សុំបទ
ចំរៀងទាវឯកចឹងឯងកូនចា អូមានបទចម្លេងខ្លាំង ដែលប្រើសំឡេងខ្លាំងណាស់ហ្នឹងមីងអត់ស្គាល់ចំណងចឹងប៉ុន្តែកូនជួយរៀបរាប់តិចមក ចាសូមជម្រាបប្រកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបទនេះជាបទមួយដែលមិនសូវមានអ្នកណាគេស្ដាប់ក៏មិនសូវមានអ្នកណាគេស្គាល់ហើយក៏គ្មានអ្នក cover សូម្បីតែម្នាក់ភ្លេងសុទ្ធតែមួយវីដេអូក៏គ្មានដែរ អូ បទកម្រហើយបទហ្នឹងមេបទថាបទហ្នឹងជាបទដំបងដែលខ្ញុំគាត់ថាពិបាកខ្លាំងម្ល៉េះ អូរ៉េក៏ទៅពិបាក ពេលរៀនពិបាកខ្លាំងណា អូ ពិបាកខ្លាំងមែនតើខ្លាំង ជើងបទអីទៅគាត់ ចាមានចំណងជើងថាចម្រៀងស្នេហ៍កម្ម ចម្រៀងស្នេហ៍កម្ម បកស្រាយដោយអ្នក បកស្រាយដោយលោកយាយរស់សេរីសធា វាជាប្រភេទបទស្លាប់រស់ អូ បទស្លាប់រស់បានតែមិនទៅគាត់ បានន័យថាបើនិយាយពីអត្តន័យបានន័យថាមនុស្សស្រីម្នាក់ហ្នឹងតាក់តងមនុស្សប្រុសម្នាក់ឲ្យស្រឡាញ់គ្នាបដូរផ្ដាច់ដល់ចុងក្រោយនិយាយទៅលក្ខណៈថាប៉ែឪយើងដឹងឮហើយម៉ែឪខាងស្រីនឹងដឹងឮហើយប៉ុន្តែដល់ពេលចុះឡើងមិនប្តីគេអញ្ចឹង អូ ហើយចុងក្រោយខ្លួនឯងនឹងទៅដដើមប្តីគេខ្លាចជាឈ្មោះជាស្រីអាក្រក់ហើយសុកចិត្តឲ្យគេទៅយកប្រពន្ធគេវិញហើយខ្លួនឯងដែលខំស្រឡាញ់គេអស់ពីចិត្តពីថ្លើមនេះសុកចិត្តដើរចេញហើយដូចថាអារម្មណ៍វាលែងនៅក្នុងខ្លួនណាវាលែងគិតអីចេញទាំងអស់វាចេញតែងាប់លក្ខណៈថា ប៉ុន្តែខាងប្រុសហ្នឹងក៏អត់នេះទៅលួចលាក់ប្រាប់ថាខ្លួនឯងមានប្រពន្ធកូនដែរ ចាលឺអញ្ចឹង វាខូចដល់ឯងប្រុសល្អម្ដេចម៉ែវាចឹងណាវាយ៉ាប់ណាស់ប្រុសហ្នឹង ហ្នឹងហើយ វាមនោចេតនាគឺស្លាប់រស់ បាទ បត់ស្លាប់រស់មកកណាត់ស្លាប់មកកណាត់រស់របៀបថាមនុស្សនឹងលែងដឹងអីទាំងអ ចង់ ស់ ស្ដាប់ដល់នេះ ចា មិនទៅតោះឥឡូវយើងកុំឲ្យនេះដាក់បទមេបទមួយគុតតៃដាក់បទចាំរាប់ផង បទចម្រៀងដែលមានចំណងជើងថាមួយម៉ាត់ស្លាប់មួយម៉ាត់រស់ ចង់ចំណងជើងចឹង ចំណងជើងចាចម្រៀងស្នេហ៍កម្ម អូបាទជាស្រ័យបងប្អូនយើងខ្ញុំទៅដល់គ្នាគេថាគាត់តែថាគាត់និយាយមិនគេចឹងឯងឲ្យតែគាត់ថាមួយម៉ាត់ស្លាប់ម៉ាត់រស់គឺបទនេះចំណងជើងអញ្ចឹងហើយបើគាត់ថាទឹកគ្រឿងអំបិលម្ទេសគឺបត់ទឹកគ្រឿងអំបិលម្ទេសណាបងប្អូនធ្វើមិនទេបត់មិនដែលស្ដាប់ចឹងឯងបើបត់ស្លាប់ស្ដាប់យើងដឹងអានេះអត់ដែលដឹងចំណងចឹងទេបត់ស្លាប់រស់ទៅឯងបងបាទតាហើយកូនតារាប់បង ចិត្ត នេះ សូមអធិស្ឋានពុកម៉ែបងប្អូនអរគ្នាដោយសារតែបន្ទាន់ពេកនាងខ្ញុំក៏ចង់លើកប័ណ្ណនេះយកមកច្រៀងភ្លាមអញ្ចឹងប័ណ្ណហ្នឹងគឺនាងខ្ញុំមើលប៉ារ៉ូលទេចាអញ្ចឹងបើខុសទាស់ត្រង់ណាអីសូមអធិស្ឋានពុកម៉ែបងប្អូនអរគ្នា បាទតើខ្ញុំមិនកាន់ឲ្យ អូខេ អត់អី តោះ1 2 3ប័ណ្ណដែលមានចំណងជើងថា ចាចម្រៀងស្នេហ៍កម្ម អូខេតោះចាំគ្រូរាប់ជូនណា1 2 3 ច
nhung làm trong hồ tập nè chứ mẹ đó thật đi còn là đáp con pol từ bồn máu á cứ đi châu à rộng mà vì có đua cùng sạt mà á vậy tới từ xa bắt ní vật tây đã rộng đó á បាទ cha hay sợi đo tông mình tên គាត់ស្រែកខ្ពស់ពេកឡើងផ្អើលខ្មុំបងបាទ bắt đầu bắt đi ở lực tim muối để nhung lứa លើកទី1មែនលើកទី1មែនលើកតៃគាត់ថាអញ្ចឹងថា លើកទី1ដែលនេះខ្ញុំបានលឺហើយក៏ស្ដាប់គាត់បកស្រាយទៅគឺបានដោយគេហៅថាព្រោះមែនតែនហ្មង បាទស្រែកបានគាត់ថាបាត់មេបាត់តៃ មេបាត់ខ្លាំងជាងបាត់ចម្រៀងអវសានទៀត អូ អវសានបើចម្រៀងអវសានកលៈដែលគាត់អឿនណាខ្លាំងអូសូចម្រៀងច្រៀងអាកន្លែងច្រៀងពិបាកតែកន្លែងហ្នឹងទេតែដល់ពេលបត់មិញណា បាទអរគុណច្រើនបងប្អូនដែលបងប្អូនបានស្ដាប់បទចម្រៀងមួយបទដែលកម្របានស្ដាប់បទនេះគឺកម្រមែនទែនអញ្ចឹងយើងចប់មួយបទហើយនៅមានប្រហែលជា50បទអីជាងទៀតបងប្អូនអញ្ចឹងបងប្អូនរងចាំទស្សនាស្ដាប់បន្តទៀតតើក្មួយស្រីចាំងចន្ទរាវតីមានបទដែលបងប្អូនកម្របានស្ដាប់ឬក៏ធ្លាប់ស្ដាប់ហើយតើវ័យរបស់គាត់ធំប៉ុណ្ណេះសម្លេងរបស់គាត់ប្រែប្រួលមិនខ្មិចបងប្អូននៅមានបទព្រោះច្រើនទៀតបាទសូមអរគុណសូមជម្រាបលាកុំភ្លេច Subscribe មួយផងបងប្អូន ដូចថាបត់ហ្នឹងដូចខ្ញុំបានរៀបរាប់ប្រាប់ពីដើមមកហើយគឺពិបាកសម្រាប់ខ្ញុំខ្លាំងមែនតើទ្រាំតែរៀនធ្វើ melody ត្រូវនេះអត់ទាន់ចាំប្រូល បាទ បតីហាត់បានដងដែរបទនេះ បទនេះបើតាមទៅច្រៀងលេងសាច់ច្រៀងលេងរៀង